ប្រេងមានពេលវេលាមួយនោះពិភពលោកកើតទុរភិក្សដៅហួតហែងគ្រប់ទិសទីព្រះធរណមិនបង្អល់ព្រៀងសោះសឹងត្រពាំងបឹងព្រែកទន្លេស្ទើររីងស្ងួតទាំងអស់សត្វទាំងឡាយស្លាប់គោឆ្អឹងលើគ្នារុក្ខជាតិនានាក្រៀមស្វិតក្រញងពួកមិនដំសត្វមានគីកក់ហេងកងកែបជាដើមដែលជាសត្វពូកែអត់ធន់ក៏ស្គមនៅតែស្បែកនឹងឆ្អឹងថ្ងៃមួយគីកក់ជាមេប្រកាសដល់ក្រុមញាតិនឹងហេងពូកែជាមិត្តណែមិត្តទាំងអស់គ្នាតែព្រមមិនបង្អល់ទឹកព្រាមមកឲ្យយើងទេបើយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់មកវើយមិត្តយើងកែគ្នាទៅយុទ្ធនឹងតែព្រមយកព្រៀងឲ្យបានអាសន្នដល់ហើយបើនៅស្ងៀមក៏ស្លាប់បើច្បាំងក៏ស្លាប់បើថ្ងៃនឹងស្លាប់គួរតែស្លាប់ក្នុងចម្បាំងដើម្បីយកជ័យឲ្យក្រុមញាតិនិងមិត្តប្រសើរជាងមកទៅប្រយុទ្ធក្រោយមកគីកក់ប្រកាសយ៉ាងនេះពលមណ្ឌលស័ក្តិនិងមិត្តទាំងអស់លើកជូយាត្រាទៅតយុទ្ធនិងទៅព្រមក្នុងវិមានអីដល់កាលោកអីដល់អាកាសកងតបមណ្ឌលស័ក្តិដើរពុះទីវាលបន្តិចមកស្រាប់តែប្រទាននឹងតបមួយហ្វងដធំគឺពលត្រីអណ្ដែងធំខ្នាន់ខ្លួនប្រឡាក់ស្រកស្រមកខ្លួនប្រឡាក់ស្រមកដោយធូលីនៅខេះមេតាពីកក់សួរណែវើយតើពួកឯងទៅណាបានជាប្រមៀលខ្លួនថយដីត្រឡោមកាត់មុខឲ្យរំខានដល់កងទ័ពយើងដូច្នេះត្រីអណ្ដែងជាមេតបមកថាមិត្តអើយពួកមច្ឆាជាតិមានចំនួនបានបញ្ជូនយើងឲ្យមកជាមួយបងក្រាញ់តបិទប្រសពខាងរត់ឆ្លងភ្នំនិងបារាយដើម្បីច្បាំងតាព្រំយកស្លៀងមកពពេញស្ទឹងយើងគីកក់លើដូច្នេះអណាស់ក៏ប្រាប់កងតបខ្លួនមួយរំពេចនោះសពជ័យខោលាន់លើចេញពីតបទាំងពីរក្រុងពួកគេប្រមូលគ្នាជាក្បួនតបមួយយាត្រាតាមវាលក្តៅហួងហែងមិនយូរប៉ុន្មានពួកគេឃើញធម្មជាតិមួយហ្វូងដ៏ធំមហើមើស្នាប់ពេលនោះងុំនឹងឪម៉ៅជាមេតបពន្លឺមកណែបងគីកក់ធីងកង្កែបត្រីអណ្ដែងត្រីក្រាញ់អញ្ជើញទៅណាខ្លួនប្រមោកខ្លួនស្រមកយ៉ាងនេះគីកក់តបថាមកវើយបងមុំយើងដឹងថាក្រុមបងលើតបទៅច្បាំងព្រោះអត់ព្រៀងខ្វះឈើព្រៃផ្ដល់ការធ្វើសម្បុកដល់ក្រុមបងយើងត្រួតគ្នាតយុទ្ធតព្រមកំខ្លាចស្លាប់តោះទៅតបកោកនិងតបអាកាសនាំគ្នាធ្វើដំណើរតទៅទៀតលុះដល់ចិត្តចំការស្ងួតមួយស្រាប់តែប្រទះនឹងផ្លែត្រសក់ស្រូវរកាណែនរដូកោណែលើផែនដីផ្លាស់ដាច់របេះចាកូនគួរឲ្យអាសូរប្រសក់មួយស្រែកដោយមានសង្ឃឹមភឿនអើយឲ្យគ្នាយើងដោយសារទៅផងតែភឿនទៅច្បាំងយើងក៏តស៊ូជំនួសគ្រួសារយើងដែរមិនឲ្យរស់នៅវេទនាទេ
មេតបទាំង3ក៏យល់ព្រមឲ្យត្រសក់ស្រូវប្រមានខ្លួនទៅតាមក្បួនលុះផុតពីវេលក៏បានមកដល់ព្រៃមួយតែរុក្ខជាតិទាំងឡាយក្រៀមរួញស្លាប់ចិត្តអស់4កងទ័ពក៏បានទៅជួបនឹងមកដៅធំពីដើមនៅនឹងគល់ឈើងប់មួយដៅសួរណែភឿននៅណាទៅណានឹងក៏សន្ធឹកសន្ធាប់ម្លេះភឿនមិនអាសូរមិត្តរុក្ខជាតិគ្នាយើងទេឬឃើញឬទេពួកគេដេកស្លាប់ពោពួនអស់ហើយដោយដៃតាព្រំយើងសូមទៅច្បាំងផងយើងនៅយ៉ាងនេះពេលនេះណាយើងតស៊ូទៅយើងស៊ូទៅស្លាប់ក្នុងសង្គ្រាមដើម្បីដណ្ដើមមកជ័យមកដល់ជីវិតដល់សត្វលោកតបទាំងអស់ក៏យកព្រមឲ្យអានដល់នេះបានហើយអានដល់នេះបានតបទាំងអស់ក៏យកព្រមឲ្យទៅសូមចូលទៅតាមពីពួកបានបញ្ជាក់ឲ្យឈ្មោះប្រងលេខវាទៅដល់លើក្រោមវាខាងមុខនិងខាងក្រោយហើយត្រីអណ្ដែងនឹងត្រីក្រែងតែខ្លួនប្រឡាក់ទៅដោយបងនឹងខេះឲ្យចុះទៅក្នុងពីងនឹងខាងទឹកនៅមាត់វាក្រោយនិងពីងផ្សេងដែលមានទឹកហើយដោយផ្ដៅធំទាំងពីរឈរប្រងនៅមាត់វាប្រាសាទដោយឡែកប្រសាទត្រូវប្រមានខ្លួនទៅទៀតជើងក្រោមអាសនៈដែលតែព្រមតុងហើយក្រុមពីគួរហេងចង្កែជាតបស្រួចជាអ្នកចូលវាយលុកលោកចាត់ចែងស្រេចហើយតបមិនដកសត្វកចោស្រតម្រង់ទៅអាសនៈតាព្រំដោយស្រែកហូរសន្ធាប់យ៉ាងខ្លាំងធ្វើឲ្យរេពលអស់ទាំងទេវតាមេនាងចៅចាត់ចៅចំមហំខុនណាសំទាវរត់ក្លំស្លាវចេញពីប្រាសាទទៅត្រូវទឹកតេះនឹងត្បូងដែលត្រីអណ្ដែងត្រីខ្លាញ់បាចមកលើភ្នែកសារត្រវាំងរកទៅតំបន់រំភើមិនតែប៉ុណ្ណោះថែមទាំងត្រូវពួកខ្មុំទៅមកតិចឈប់រមួលស្រែកយំរំពងតែព្រមរកច្រកចេញពងជន់ស្រែកសួរនៅវើយអាពួកគិញគួរហេងចង្កែទាំងឡៃតាណាពួកមិនដកសត្វតយើងមកច្បាំងតែព្រមចប់ចាក់អាសនៈដោយមិនបានមើលក្រោមក៏ជួយលើត្រសក់ស្ដៅរអិលដួលស្ងាហើយត្រូវដៅតែពីរបន្ទន់ខ្លួនដេញប្រផាប់សង្កត់ជាប់មកក៏ទៅឈឺសាតែព្រមក៏ក្រែងចោះញោមយើងទុំចាញ់ហើយលើឆ្លោះមេបញ្ជាការទីគួតក៏ខាត់តបឲ្យឈប់ដើម្បីដោះស្រាយបញ្ហាជាមួយតាព្រំពីគួតសួរទៅតាព្រំមិនក៏លោកមិនបំអន់ភ្លៀងឲ្យសត្វលោកធ្វើឲ្យគេស្លាប់គ្រប់ទីកន្លែងដូចនេះឥឡូវគ្នាយើងមិនសុខចិត្តទេបើលោកមិនបង្អល់ភ្លៀងចុះទេនោះយើងនឹងកំទេចវិមានលោកសម្រាប់ទាំងពលលោកទាំងលោកកំខានតែព្រមដឹកភ័យក៏និយាយអង្វរអស់ពលសត្វនិងរុក្ខជាតិសូមពួកព្រះស្ដែងកំខឹងយើងដឹងខុសហើយយើងនឹងផ្ដោតភ្លៀងឥឡូវនេះសូមមកលោកអ្នកអញ្ជើញទៅវិញចុះកំខឹងអីគិញគួរតបទេពួកយើងមិនព្រមទេបើយើងទៅនោះលោកនឹងផ្ដោតភ្លៀងឲ្យតែមួយមេប៉ុណ្ណោះលោកពេលក្រោយមកនឹងប្រងើយកន្តើយដដែលនាំឲ្យពិបាកយើងលើកតបឡើងមកទៀតដូច្នេះសូមលោកសន្យាឲ្យពោពិសេសដល់យើងសិនទៅពួកយើងសុខចិត្តលោកសញ្ចឹងមួយសន្ទុះតែព្រមក៏ពោលយើងព្រមឲ្យពោដល់ពួកឯងហើយបើពេលណាអ្នកត្រូវការភ្លៀងទីគួរហេញកង្កែបត្រូវសង្កេតក្មេងទៅបន្លឺសំឡេងពីក្រៅមក
ពេលនោះយើងនឹងបង្អល់ភ្លៀងឲ្យអ្នកភ្លាមការសន្យារួចស្រេចតបមិនដកសត្វបានណោសត្វនិងរុក្ខជាតិក៏ថយចុះមកលំនៅរៀងខ្លួនតាំងពីពេលនោះមកពេលណាគិងគួរហេងកង្កែបត្រូវការភ្លៀងក៏សង្កេតថ្មីមិនលើសំឡេងក្រោកអែបអោភ្លៀងក៏ស្ទះចោលអរគុណមុនគង់ មកគេអាណាមិញគេនិយាយពីអីគេសង្គ្រាម វិញគិងគក់ រវាងណាគេនិងណាគេ គិងគក់មួយតាព្រំ គិងគក់និងតាព្រំអញ្ចឹងការពីដើមឡើយមានគ្រូទូរភឹកមួយមែនអត់ធ្វើឲ្យនៅទីហ្នឹងមានអីគេត្រួសរៀងស្ងួត រាំងស្ងួតអត់មានសត្វភ្លៀង កណាអញ្ចឹងព្រះភិរុនគាត់អត់បង្អង់ភ្លៀងឲ្យទេធ្វើឲ្យអ្នកណាក្តៅក្រហាយ គិងគក់ទៅសក់ស្រូវត្រី អញ្ចឹងមានអីគេខ្លះមានគិងគក់ ត្រីរុក្ខជាតិ ហេងកង្កែបអញ្ចឹងពួកគាត់អ្នកនាំអាតមុនគេមែនអត់ ហើយមានអីគេទៀតអត់មានពួកសត្វអីគេទៀតមានអីខ្លះអញ្ចឹងមានទាំងសត្វដើរដីនិងសត្វលើអាកាសកណា យកទៅសោះចាណាពេលយក លោត ចំយ៉ាខ្លាំងអាយ៉ា អញ្ចឹងបន្ទាប់មកគាត់បានទៅរកណាគេតាព្រំដើម្បីធ្វើសង្គ្រាមមែនអត់ពេលដែលធ្វើសង្គ្រាមហ្នឹងចាញ់ឬឈ្នះឈ្នះមែនអត់អញ្ចឹងយើងចំណាំពេលដែលភ្លៀងធ្លាក់ឬក៏មុនភ្លៀងធ្លាក់ឬអីយំអត់លឺមែនអត់អញ្ចឹងពេលដែលពួកគេត្រូវការទឹកភ្លៀងអញ្ចឹងពួកគេតែងតែយំដើម្បីឲ្យណាគេដាក់ទឹកភ្លៀងឲ្យតាព្រំមែនអត់កណាអត់ដើម្បីឆ្លើយសំណួរថាហេតុអ្វីបានជាការតំណោះនឹងកាត់ឡើងតំណោះរវាងគិងគក់និងតាព្រំតោះ ឲ្យមានសង្គ្រាមរវាងគីកក់និងតាព្រំព្រោះដោយសារតាព្រំមិនបង្អល់ទឹកភ្លៀង សង្ខេបអស់បើហើយប៉ុណ្ណឹងសង្ខេបយកក្លឹមហ្មងឯង មិនបង្អល់ទឹកភ្លៀងធ្វើឲ្យការគ្រោះទូរភ័ក្រដល់អ្នកនៅលោកខាងក្រោមមានគីកក់ជាដើម គណៈអរគុណមុនគុំ សត្វទាំងអស់ដោយសារមានការរីស្ងួនបណ្ដាលឲ្យសត្វក្នុងដីនៅខាងក្រោមមានការຕົកលំបាកទៅមានមូលប្រទេសគ្នាដើម្បីបានទឹកភ្លៀង គណៈអរគុណតោះហេតុអ្វីបានជាធ្វើឲ្យពួកគិងគក់ហ្នឹងបានទទួលជ័យជំនះដោយសារអី បានជាគាត់បានសេដ្ឋានសាមានសាមគ្គីក្នុងបញ្ញាប្រកួត គណៈអរគុណសូមម្ដងតោះស្ដាប់ដឹកគុណលឺអត់មិញអញ្ចឹងយើងមើលមេរៀនយើងហ្នឹងមានការសាមគ្គីគ្នាអត់មានមែនអត់អញ្ចឹងសាមគ្គីតែងតែគេ ជ័យជំនះ ទទួលបានជ័យជំនះ